ចាសសូមស្វាគមន៍សាជាថ្មីនៅក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍រស្មីហងមេ HD TV មុននឹងជម្រាបជូននៅព័ត៌មានពិស្ដាសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនានិមិត្តការព័ត៌មានជាតិក៏ដូចជាអន្តរជាតិសំខាន់ជាមុនសិនប្រមុខរាជរដ្ឋាភិបាលអំពាវនាវឲ្យប្រជាជនពង្រឹងសមត្ថភាពនិងបង្កើនចំនួនកីឡាករខណៈដែលកម្ពុជាមានពហុកីឡដ្ឋានខ្នាតអន្តរជាតិក្រសួងមហាផ្ទៃជំរុញឲ្យសមត្ថកិច្ចរិះរកវិធានការថ្មីដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសទឹកស្ទឹងបៃលិនចាប់ផ្ដើមថ្លាឡើងវិញហើយអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បានខ្លះៗក្នុងជីវភាពប្រចាំថ្ងៃអាជ្ញាធររាជធានីភ្នំពេញចាប់ផ្ដើមរៀបចំសណ្ដាប់ធ្នាប់នៅលើផ្លូវជាតិលេខ1វៀតណាមនឹងពិចារណាអនុញ្ញាតឲ្យរោងចក្រដែកថែបរបស់តៃវ៉ាន់បើកដំណើរការឡើងវិញប្រធានាធិបតីរុស្ស៊ីចូលរួមដាក់បាច់ផ្ការរំលែកទុក្ខដល់អ្នកស្លាប់11នាក់ដោយសារការបំផ្ទុះគ្រាប់បែកចំណែកឯក្រសួងឧស្សាហកម្មនិងសិប្បកម្មចាប់ផ្ដើមពិនិត្យគុណភាពនិងសុវត្ថិភាពផលិតផលឧស្សាហកម្មជាលក្ខណៈអន្តរជាតិនៅតាមរោងចក្រសហគ្រាសនៅក្នុងស្រុកដើម្បីធានាបានទំនិញស្តង់ដារសម្រាប់ការនាំចេញទៅទីផ្សារនៅក្រៅប្រទេសអាយុដំភុកសវណ្ណរិទ្ធរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្មមានប្រសាសន៍ថាកម្ពុជាចាប់ផ្ដើមប្រើប្រាស់មន្ទីរពិសោធន៍ MTS ហើយដើម្បីផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនវិតម្លៃលើគុណភាពសុវត្ថិភាពផលិតផលទំនិញដែលផលិតនៅតាមសហគ្រាសរោងចក្រនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារនៅក្រៅប្រទេសក្នុងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់គុណភាពមន្ទីរពិសោធន៍របស់ក្រុមហ៊ុនមន្ទីរពិសោធន៍ MTS Cambodia កាលពីល្ងាចថ្ងៃទី3ខែមេសានៅសន្តាគារភ្នំពេញអាយុដំបានបញ្ជាក់ថាការបង្កើតមន្ទីរពិសោធន៍ជាលក្ខណៈស្តង់ដារនេះពិតជាមានសារៈសំខាន់ណាស់ព្រោះកន្លងមកការធ្វើពិសោធន៍លើផលិតផលដែលនាំចេញពីកម្ពុជាទៅក្រៅប្រទេសក្រុមហ៊ុនអន្តរជាតិមួយចំនួនមិនសូវមានការទទួលស្គាល់គុណភាពខណៈការវិតម្លៃរួចហើយប៉ុន្តែតម្រូវឲ្យយកមកពិនិត្យមើលម្ដងទៀតពីព្រោះកន្លងមកមន្ទីរពិសោធន៍យើងកម្រមានអន្តរជាតិទទួលស្គាល់ណាវាយតម្លៃចេញមកគេអត់សូវយកទុកដាក់ទេថាយកទៅកន្លែងណាក៏គេមើលឡើងវិញដែរហើយមន្ទីរពិសោធន៍លើកនេះគឺជាសហការវាយតម្លៃទទួលស្គាល់ជាមួយនឹងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ថៃយើងឃើញ logo គេមានពីរជាមួយយើងសហការជាមួយគ្នាមាន MOU ចោះលេខាជាមួយគ្នាហើយចោះវាយតម្លៃដោយសារថាចំណេះដឹងយើងមានកម្រិតយើងធ្វើការសហការជាមួយថៃហ្នឹងធ្វើការវាយតម្លៃក្រុមហ៊ុនមួយហ្នឹងឲ្យមានសមត្ថភាពក្នុងការធ្វើពិសោធន៍នៅស្រុកខ្មែរដូច្នេះយើងឲ្យតម្លៃទៅលើមន្ទីរពិសោធន៍ហ្នឹងថាមន្ទីរពិសោធន៍ហ្នឹងមានសិទ្ធិក្នុងការចេញលទ្ធផលពិសោធន៍ទៅលើផលិតផលដែលគាត់ចេញជាលទ្ធផលមកគឺមានការទទួលស្គាល់ពីព្រោះកន្លងមកគឺលទ្ធផលហ្នឹងអត់មានទទួលស្គាល់ជាសកលទេហើយបើសិនជាមានការសម្រាប់ពីមន្ទីរពិសោធន៍ហ្នឹងហើយមន្ទីរពិសោធន៍ហ្នឹងគឺមានការទទួលស្គាល់ជាផ្លូវការហ្នឹងលទ្ធផលហ្នឹងគឺទទួលស្គាល់ worldwide ហើយទទួលស្គាល់ជាលក្ខណៈសកលហើយអេដាមបានបន្ថែមថាការសម្រេចបង្កើតមន្ទីរពិសោធន៍ថ្មីនេះក្រសួងឧស្សាហកម្មនិងសិប្បកម្មបានសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថៃលើការពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យនិងវិតម្លៃចំពោះផលិតផលនៅក្នុងប្រទេសកម្ពុជាមុននឹងនាំចេញផលិតផលទៅកាន់ប្រទេសថៃនិងបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាយុដំបានឲ្យដឹងទៀតថាតាមរយៈមន្ទីរពិសោធន៍នេះនឹងមានសិទ្ធិចេញលទ្ធផលពិសោធន៍លើផលិតផលទំនិញពីកម្ពុជាដែលទទួលស្គាល់ជាលក្ខណៈសកលជាមួយគ្នានេះអាយុដំភុកសវណ្ណរិទ្ធក៏បានស្នើឲ្យគ្រប់មន្ទីរពិសោធន៍ទាំងអស់ត្រូវមកចុះបញ្ជីនឹងការបញ្ជាក់ទទួលស្គាល់ឲ្យបានត្រឹមត្រូវនៅក្រសួងឧស្សាហកម្មនិងសិប្បកម្មមុននឹងឈានទៅធ្វើការពិសោធន៍លើផលិតផលនៅតាមរោងចក្រសហគ្រាសនៅទូទាំងប្រទេសលោករ៉េលីវជាប្រធានក្រុមហ៊ុនមន្ទីរពិសោធន៍ MTS Cambodia បានឲ្យដឹងថាមន្ទីរពិសោធន៍នេះបានធ្វើការពិសោធន៍និងធ្វើតេស្តទៅលើគុណភាពសម្លៀកបំពាក់ក្រណាត់គ្រឿងសង្ហារឹមនិងសម្ភារៈក្មេងលេងដែលត្រួតពិនិត្យចាប់ផ្ដើមតាំងពីការផលិតរហូតដល់ផលិតផលសម្រាប់ចុងក្រោយដើម្បីធានាសុវត្ថិភាពគុណភាពមុននឹងនាំចេញទៅក្រៅប្រទេសលោកបន្តថាមុននេះដើម្បីលក់ផលិតផលចេញទៅក្រៅប្រទេសក្រុមហ៊ុនបញ្ជាទិញនៅក្រៅប្រទេសទាមទារឲ្យផ្ញើប៉ាន់គំរូដើម្បីយកទៅមើលនិងពិនិត្យលើគុណភាពនៅមន្ទីរពិសោធន៍នៅក្រៅប្រទេសសូមបញ្ជាក់ថានេះជាលើកទី2ហើយដែលក្រសួងឧស្សាហកម្មនិងសិប្បកម្មបានសហការជាមួយវិស័យឯកជនក្នុងការជំរុញឲ្យមានមន្ទីរពិសោធន៍លំដាប់អន្តរជាតិនៅក្នុងស្រុកដើម្បីធ្វើការពិសោធន៍ត្រួតពិនិត្យនិងវិតម្លៃលើគុណភាពសុវត្ថិភាពផលិតផលទំនិញនៅតាមរោងចក្រសហគ្រាសក្នុងនោះមានក្រុមហ៊ុនមន្ទីរពិសោធន៍ SGS Cambodia និងក្រុមហ៊ុនមន្ទីរពិសោធន៍ MTS Cambodia ដែលទើបទទួលបានវិញ្ញាបនបត្រពីក្រសួងព័ត៌មានជាតិដែលមាននៅក្នុងថ្ងៃនេះចាប់តែប៉ុណ្ណេះនៅវគ្គក្រោយលោកអ្នកនាងនឹងទទួលជ្រាបនៅព័ត៌មានអន្តរជាតិជាបន្ត